ស្វាគមន៍បងប្អូនប្រិមិត្តយើងកាលពីព្រឹកមិញគឺ Benzema លាងនៅក្រុម Al Khaloud នឹងគឺ6-0 Benzema hat-trick បងប្អូនប្រិមិត្តយើងគ្រាន់តែដូរទៅ Al Hilal ភ្លាម Benzema ដាក់3គ្រាប់ម្នាក់ឯងអស្ចារ្យណាស់ Benzema នេះស្រីចាស់លេងសើចមិនបានទេអញ្ចឹងបានពូដូមិនចង់ឲ្យ Benzema ទៅក្រុមខ្លាំងគឺ Al Hilal គឺពិបាកប្រជែងណាស់បើសិនជា Benzema នៅ Al Hilal នេះគឺលទ្ធផលគឺបែបហ្នឹងអញ្ចឹងហើយ Al Nassr គឺពិបាកបន្តិចហើយក្នុងការប៉ះជាមួយនឹង Al Hilal ដូច្នេះទើប Ronaldo គាត់តុកសិចគាត់បង្ខំចិត្តប្រឆាំងជាមួយនឹងម្ចាស់ក្លឹប Al Nassr ទើបមានរឿងរ៉ាវកើតឡើងបើសិនជា Benzema មកលេងនៅ Al Nassr វិញគឺល្អណាស់បងប្អូនប្រិមិត្តយើងនេះមកពីម្ចាស់ក្លឹបមិនយល់ចិត្តរបស់ពូដូប្រាប់ហើយប្រាប់ទៀតថាកុំឲ្យ Benzema ទៅ Al Hilal បើទាញ Benzema មកគឺច្បាស់ជា Al Nassr នឹងល្បីល្បាញហើយបងប្អូនប្រិមិត្តយើងយប់មិញនេះ Benzema គឺល្អមែនទែនបងប្អូនប្រិមិត្តលាង3គ្រាប់ម្នាក់ឯងអញ្ចឹងបាន Al Hilal ទិញមកគឺអត់ខាតទេគ្រាន់តែបង្ហាញមុខមួយប្រកួតនេះគឺ Benzema លាង3គ្រាប់អស្ចារ្យមែនទែន Benzema ដូច្នេះពូដូរៀងពិបាកធ្វើការធ្ងន់ជាមួយនឹងក្រុម Al Hilal តិចហើយអរគុណបងប្អូនប្រិមិត្តយើងសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំសូមជម្រាបលា